វាឲ្យអញ្ចឹងដល់ពេលយើងមិនចេះសួរហើយយើងវាឲ្យមកមិនត្រូវអ្វីដែលយើងចង់បានទេចាប់អានទាល់គំនិតមកអត់ដឹងថាត្រូវធ្វើមិនទៀតទេព្រោះសួរមកឆ្លើយអត់ដូចចិត្តឯងគិតថាវាប្រកែដល់ពេលចេញមកអញ្ចឹងមិនដឹងអាណានាំអាណាទៅណាវាវល់ទាំងអស់គ្នាអញ្ចឹងណាបងប្អូនអ្នកគ្នានេះគឺជាវីដេអូដែលខ្ញុំបានទៅចូលរួមពិព័រណ៍បច្ចេកវិទ្យា AI ផ្នែកសុខាភិបាលនៅប្រទេសចិនបងប្អូនបានឃើញថាតាំងពីមានវត្តមានរបស់ AI មកបានធ្វើឲ្យម៉ាស៊ីន robot ដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះវាកាន់តែឆ្លាតវាងវៃឡើងពីមួយថ្ងៃទៅមួយថ្ងៃវាអាចពិនិត្យសុខភាពវាអាចចេញថ្នាំឲ្យយើងបានទៀតពិតជាអស្ចារ្យខ្លាំងមែនទែនហើយខ្ញុំគិតថាវាដល់ពេលហើយដែលបងប្អូនអ្នកគ្នាគួរតែទៅទាញប្រយោជន៍ពី AI យកមកប្រើប្រាស់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានខ្ញុំឧទាហរណ៍ដូចជាបងប្អូនចង់ខ្លាយទៅជា content creator ពីមុនបងប្អូនអ្នកគ្នាដើម្បីអាចខ្លាយជា content creator បានខ្ញុំពិបាកសម័យពិបាកបញ្យល់ឲ្យបងប្អូនយល់ណាមិនដឹងថាទៅប្រឹក្សាគំនិតយោបល់ពីណាមិនដឹងថាចេញ concept មេតិកាឬក៏ទៅសេ script video ដោយរបៀបណាមិនដឹងថាធ្វើឲ្យទៅសេ caption ថាម៉េចទៅសេ description ថាម៉េចផុសនឹងដាក់ល្មិចគឺពិបាកខ្លាំងមែនទែនគឺគ្រប់យ៉ាងគឺធ្វើចេញពីយើងម្នាក់ឯងតែម្នាក់គត់អញ្ចឹងវាពិបាកខ្លាំងហើយខ្ញុំពិតជាសរសើរអ្នកដែលមិនទាន់មានបច្ចេកវិទ្យា AI ហើយអាចធ្វើមកដល់សប្តាហ៍នេះប៉ុន្តែឥឡូវនេះគឺវាឡើងជារឿងពិបាកទៀតហើយបងប្អូនអរគ្នាបន្ទាប់ពីមានវត្តមាន AI ព្រោះអាការងារទាំងអស់ហ្នឹង AI អាចធ្វើបានទាំងអស់ជំរាបសួរក៏ដូចជាស្វាគមន៍បងប្អូនអរគ្នាសម្រាប់កម្មកម្ម Channel របស់ខ្ញុំសូមជួយ Subscribe ក៏ដូចជាចូល Comment លេខផងដែលនៅទីនេះពួកយើងនឹងធ្វើការជជែកចែកម្លែកគ្នាពាក់ព័ន្ធជាមួយចំណេះដឹងស្ដីពីបច្ចេកវិទ្យា AI ក្នុងគោលបំណងចង់ឲ្យបងប្អូនប្រជាជនខ្មែរយើងនឹងយល់ដឹងហើយអាចប្រើប្រាស់និងទាញយកប្រយោជន៍ពី AI ច្រើនផុតតាមអាចធ្វើទៅបានទូយ៉ាងដូចជា ChatGPT ជាដើមហ្នឹងបងប្អូនអរគ្នាដូចខ្ញុំបានបញ្ជាក់នៅខាងដើមហើយថា AI បច្ចុប្បន្ននេះគឺវាវិវត្តខ្លួនកាន់តែប្រសើរឡើងខ្លាំងទៅសមត្ថភាពរបស់វាបាទអត់សង្កត់ថាចង់វាស់វែងឡើងបានហើយគឺវាប្រកែខ្លាំងយកតែមែនទែនអញ្ចឹងមានរឿងជាច្រើនដែលវាអាចធ្វើបានបញ្ហានៅត្រង់ថាតើយើងប្រើវាមិនឬក៏សួរវាមិនដើម្បីឲ្យវាឆ្លើយឬក៏ប្រាប់នៅចំជាមួយអ្វីដែលយើងចង់បានឬក៏លើសពីអ្វីដែលយើងរំពឹងទុកបងប្អូនដល់គ្នាដល់ពេលនិយាយដល់ត្រង់ចំណុចនេះធ្វើឲ្យខ្ញុំនឹកឃើញទៅដល់ពាក្យមួយគឺ prompt បាទស្អីគេជា prompt គឺជាសារ message ឬក៏សំឡេងដែលបងប្អូនផ្ញើឆ្លងឆ្លើយជាមួយនឹង AI ហើយ AI ទាំងអស់វាធ្វើការស្តៀងគ្នាទេបងប្អូនអរគ្នាអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យវាឲ្យផលប្រយោជន៍មកយើងកាន់តែខ្លាំងតើតើយើងបកកែក្នុងការទៅសេរាយរ៉ាប់និងបញ្យលនៅអ្វីដែលយើងចង់បានទៅឲ្យ AI ឲ្យវាយល់ដែរបាទហើយនៅក្នុងវីដេអូនេះក៏ខ្ញុំបានបញ្យលរួចរាល់ដែរកាលពីប្រហែលជាខ្ទង់6ខែមុនពាក់ព័ន្ធជាមួយនឹងគេហៅថា structure របស់ prompt ប្រភេទក្នុងការគុំ prompt បញ្ចូលគ្នាធ្វើម៉េចឲ្យ prompt របស់យើងកាន់តែគេហៅថាល្អឡើងឬក៏ហៅម្យ៉ាងទៀតថាវាក្បោះក្បាយឡើងបាទអញ្ចឹងខ្ញុំមិនលម្អិតទេនៅក្នុងវីដេអូមួយនេះបងប្អូនអាចទៅមើលបន្ថែមវិជ្ជាគុណនៅក្នុងវីដេអូនេះបានបាទហើយព្រមសួរថាក្រៅពីគុំខ្លួនឯងក្រៅពីទៅសេតាមអ្វីដែលយើងអាចទៅសេបានតើយើងអាចទៅរកប្រភពប្រមនៅណាបានទៀតបងប្អូនអរគ្នាបងប្អូនអាច join ទៅក្នុង group ដែលគាត់ចែកម្លែកពាក់ព័ន្ធជាមួយនឹងរបៀបក្នុងការសួរនាំChatGPT មិនថានៅក្នុង YouTube មិនថានៅក្នុងគេហៅថា X Media មិនថានៅក្នុង Facebook មិនថានៅក្នុង TikTok អីទេមានកន្លែងគេចែកម្លែកបងប្អូនអាចទៅចូលស្វែងរកបានហើយមិនចឹងទេបងប្អូនក៏អាចទិញនៅក្នុង website Amazon បងប្អូនអរគ្នា website Amazon គឺជា website លក់ online ដ៏ធំលំដាប់ពិភពលោកមួយនៅប៉ៃអឺរ៉ុបបាទអញ្ចឹងនៅក្នុងហ្នឹងក៏មានដែរបងប្អូនចូលទៅ Amazon ហើយវាយកន្លែង search ដាក់ថា prompt មកបាទខ្ញុំសូមដូរ font សិនprompt មកបាទអញ្ចឹងបងប្អូនគ្រាន់តែវាយពើបញ្ជូនមកឃើញទេបាទអញ្ចឹងនេះគេធ្វើទាំងលក់ទាំងរបៀបសួរ prompt ទៀតបងប្អូនអរគ្នាគេលក់អញ្ចឹងនេះបងប្អូនអរគ្នាគេលក់ទាំងរបៀបសួរ AI ទៀតបងប្អូនអរគ្នាឃើញទេគេតែងនិពន្ធវាចងក្រងជាសភៅលក់ទៀតមានសំណួរមានអីចឹងទៅមានតម្លៃ$15តម្លៃ$9តម្លៃ$14តម្លៃតម្លៃអីចឹងបងប្អូនអាចមើលតាមហ្នឹងទៅបាទមាន10000ព្រំ1000ព្រំមាន5000មានអីអូគឺមានច្រើនខ្លាំងមែនតើហើយទាំងអស់ហ្នឹងខ្ញុំធ្លាប់ទិញហើយដូចមួយនេះចឹងក៏ខ្ញុំទិញហើយដែរ5000នេះខ្ញុំទិញមកបាទតម្លៃវា$7តម្លៃវា10តម្លៃពេញ17ប៉ុន្តែបើយើងទិញជា PDF វាផ្ញើជា file ឲ្យយើងចូលអានបាទអានតាម Kindle បាទគឺតម្លៃ$7
ដុល្លារជាងថា$8ចុះ99ហើយបាទហើយយើងមុននឹងទិញបងប្អូនអាចមើលផ្កាយនេះគេពេញចិត្តប្រមាណភាគរយអីចឹងឃើញទេពេញចិត្តផ្កាយប្រមាណមានអ្នកចូលទិញប្រមាណអ្នកហើយអីចឹងបងប្អូនអាចមើលតាមនឹងបានព្រោះទិញខ្លះក៏យកមកអត់ប្រយោជន៍ដែរពួកអីប្រមទាំងអស់ហ្នឹងក៏ពួកគាត់ហ្នឹងឲ្យ AI អ្នកធ្វើនឹងទៅសេឲ្យទេហើយយកមកចងក្រងជា PDF ដាក់លក់នៅក្នុង Amazon អញ្ចឹងបងប្អូនអរគ្នាបើសិនជាអាចធ្វើអញ្ចឹងបានបងប្អូនក៏អាចចងក្រងវាជាសភៅមកយកមកផុសដាក់លក់នៅនឹងបង្កើត account លក់នៅនឹងអីបានដូចគ្នាអញ្ចឹងបាទអូខេអញ្ចឹង Brom គឺប្រភពរបស់ Brom គឺបែបហ្នឹងបងប្អូនអាចទៅមើលវីដេអូរបស់ខ្ញុំអាចស្រាវជ្រាវចូលតាមក្រុមដែលគេចែកលេខផ្សេងឬក៏មិនអញ្ចឹងទេទិញសភៅចេញពី Amazon នឹងទៅហ្មងក៏បានដែរបាទហើយក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនពាក់ព័ន្ធជាមួយនឹងការសួរ AI បែបធម្មតានិងការសួរ AI បែបគេហៅថាមានវិជ្ជាជីវៈមានឃ្លោងឃ្លាឬក៏អាចនិយាយបានថាក្បោះក្បាយស៊ីជម្រៅអីអញ្ចឹងទៅអញ្ចឹងថាតើលទ្ធផលដែលវាឲ្យមកខុសគ្នារបៀបណាតោះអញ្ចឹងមកចាប់អារម្មណ៍លើអេក្រង់កុំព្យូទ័រមួយខ្ញុំទាំងអស់គ្នាឥឡូវខ្ញុំបើក ChatGPT មកមួយបាទបងប្អូនអរគ្នាអញ្ចឹង ChatGPT មិនថាវាវិវត្តខ្លួនមកដល់បច្ចុប្បន្ននេះគឺ ChatGPT file ក៏ដោយបាទ file ក៏ដោយឬក៏អនាគតទៅសិចក៏ដោយអីទេប៉ុន្តែរបៀបក្នុងការសួររបស់វានឹងគឺនៅដដែលទេបងប្អូនអរគ្នាគ្រាន់តែថាវាបង្កើនសមត្ថភាពក្នុងការយល់ដឹងច្រើនជាងមុនប៉ុន្តែរបៀបដែលយើងសួរទៅវានៅដដែលទេអត់មានអីប្រែប្រួលទេអូខេអញ្ចឹងខ្ញុំបើក ChatGPT ធម្មតាចុះពីព្រោះតែបើសិនជាខ្ញុំបើកប្រើលុយរបស់ខ្ញុំអញ្ចឹងវាអាចស្គាល់ខ្ញុំច្បាស់ថាខ្ញុំជាអ្នកគេត្រូវការអីអញ្ចឹងទោះបីជាខ្ញុំសួរមើមក៏វាកាត់យល់ឲ្យឆ្លើយមកទៅតាមអីដែលខ្ញុំចង់បានដែរអញ្ចឹងព្រោះខ្ញុំធ្វើការនៅក្នុងជាមួយវាច្រើនខ្លាំងមែនទែនអញ្ចឹងវាស្គាល់ពីខ្ញុំច្បាស់តែឥឡូវខ្ញុំបើកជាមួយ ChatGPT ដែលខ្ញុំអត់ប្រើលុយព្រោះវាអត់ស្គាល់ខ្ញុំទេអញ្ចឹងពេលដែលខ្ញុំសួរទៅវាអាចនឹងឆ្លើយទៅតាមអីដែលខ្ញុំសួរនឹងឯងវាអាចឆ្លើយលើសនឹងបានទេឥឡូវឧទាហរណ៍ខ្ញុំមាន prompt មួយដែលខ្ញុំទៅសេថា give me 10 title for kick song បាទ for kick song អូខេខ្ញុំចូលអូខ្ញុំប្រាប់ថាឲ្យចម្រៀងឲ្យ10ចំណងជើងបទចម្រៀងសម្រាប់ក្មេងអញ្ចឹងវាឲ្យមកនេះ dancing អីគេ Dino friend អីគេ Rainbow Adventure Day អីចឹងឃើញទេវាឲ្យមកបែបហ្នឹងឃើញទេវាឲ្យមក10អញ្ចឹងខ្ញុំសុំវា10គឺវាឲ្យមក10បងប្អូនអរគ្នាឃើញទេបាទអញ្ចឹងគឺបែបហ្នឹងប៉ុន្តែបើសិនជាខ្ញុំប្រើ prompt មួយដែលខ្ញុំបានរៀបចំមកក្នុងវគ្គបរិញ្ញាបត្ររបស់ខ្ញុំមួយពាក់ព័ន្ធជាមួយនឹង AI ចម្រៀងបងប្អូនអរគ្នាបាទនៅនោះបានខ្ញុំបញ្យល់ក្បោះក្បាយនេះខ្ញុំគ្រាន់តែចាប់មួយយកមកឧទាហរណ៍បងប្អូនអរគ្នាមើលទេហើយអានេះក៏មិនមែនជាអ្វីដែលខ្ញុំទៅសេចងក្រងឲ្យខ្លួនឯងដែរក៏ខ្ញុំទិញគេដែរបងប្អូនអរគ្នាខ្ញុំទិញកាលនោះដូចជាប្រហែលចិត្តថ្លៃដែរដូចជា98រៀលឬក៏ប្រហែលខ្ញុំភ្លេចទៅទាំងវីដេអូរៀនណាបាទក្នុងការធ្វើតុក្កតាហ្នឹងបាទអញ្ចឹងខ្ញុំយកវីដេអូមួយហ្នឹងយកមកសំទោសយក prompt មួយហ្នឹងយកមកឲ្យវាម្ដងអញ្ចឹងខ្ញុំដាក់អូមណាខ្ញុំឲ្យវាឥឡូវខ្ញុំដាក់10ដែរសោះកុំឲ្យខុសអូខេខ្ញុំដាក់10ដែរបងប្អូនគ្នាអញ្ចឹងនេះ prompt ដែលខ្ញុំទៅទិញមកហើយគេសរសេរឲ្យគឺប្រាប់ថានេះក្នុងនាមអ្នកឯងជាអ្នកជំនាញវិភាគទៅលើទីផ្សារបទចម្រៀងកូនក្មេងសម្រាប់ផុសនៅ YouTube កូនក្មេងអញ្ចឹងជួយ generate 10 original បទចម្រៀងដែលជាគំនិតគិតថាវាល្អខ្លាំងសម្រាប់ការ search បាទសម្រាប់ការ search ឬក៏តម្រូវការជាមួយនឹងហើយមានការប្រកួតប្រជែងទៀត បាទឃើញទេបាទហើយមាននេះប្រាប់ថាសម្រាប់ក្មេងៗអាយុ3ឆ្នាំទៅ1ឆ្នាំទៅ3ឆ្នាំគឺនេះមានការរៀបរាប់ឡើងក្បោះក្បាយខ្លាំងយកតែមែនទេបងប្អូនអរគ្នាឃើញទេអញ្ចឹងខ្ញុំអានត្រួសតែប៉ុណ្្នឹងទេខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូនថាការដែលយើងមិនចេះសួរនិងការដែលយើងបកកែសួរវាឲ្យលទ្ធផលមកមិនបាទខ្ញុំបញ្ជូនមួយពងបាទចាំមកផ្លែទៅបាទអញ្ចឹងបងប្អូនមើលគ្រាន់តែការឆ្លើយរបស់វាមកក៏ខុសគ្នាដែរអញ្ចឹងអានេះវាឲ្យមកតែ10ចំណងជើងឯងបងប្អូនឃើញទេនេះបាទ10ចំណងជើងមាន1 2 3 4 5 1 7 8 9 10អញ្ចឹងទៅធម្មតាអញ្ចឹងទៅប៉ុន្តែពេលដែលយើងចេះសួរវាបងប្អូនឃើញទេវាឲ្យមកនេះpropose អញ្ចឹង propose មានថាវាអ្វីគំនិតដែលវាព្រួយផ្ដើមមកយើងបាទមាន stop red light go green light អីចឹងបទចម្រៀងបែបភ្លើង stop អញ្ចឹងមកបាទហើយនេះ core topic មានអាយុដែលមើលបាទមាន parent search អីចឹងមកបងប្អូនឃើញទេអញ្ចឹងវាឲ្យមកឃើញទេលំអិតហើយនឹងរៀងក្បោះក្បាយជាង
អីដែលយើងមិនចេះសួរបងប្អូនឃើញទេលទ្ធផលគឺខុសគ្នាឆ្ងាយខ្លាំងយកតែមែនតើអ្វីដែលយើងចេះសួរនិងអ្វីដែលយើងមិនចេះសួរបាទអញ្ចឹងមួយទៀតខ្ញុំឧទាហរណ៍ថាខ្ញុំទៅសួរវាមួយទៀតខ្ញុំឲ្យវាថា write description ឧបមា description for me to post it on my YouTube ឧទាហរណ៍ណាបាទ YouTube អូខេចឹងអ្វីដែលខ្ញុំអាចទៅសេប្រាប់វាបានគឺតែប៉ុណ្្នឹងឯងខ្ញុំឲ្យវាជួយទៅសេ description សម្រាប់ខ្ញុំផុសនៅក្នុង YouTube ចឹងខ្ញុំអាចទៅសេបានតែប៉ុណ្្នឹងឬក៏មិនចឹងទេខ្ញុំអាចថែមមានពាក្យថាឧបមាថា hashtag tag អីចឹងមកបាទចឹងខ្ញុំអាចទៅសេបានតែប៉ុណ្្នឹងឯងបងប្អូនគ្នាចឹងខ្ញុំអាចទៅសេបានប៉ុណ្្នឹងខ្ញុំបញ្ជូនទៅចឹងវាឲ្យមកបែបមកជំរឿបាទអញ្ចឹងនេះ stop to running នេះបាទចំណងជើងចែគួរតែ SEO វាបែបនេះបាទនេះការទៅសេមកចែឃើញនេះវាឲ្យមកតិចមួយហ្នឹងបងប្អូនគ្នាវាអត់រាយរាប់បញ្យលអីខ្លាំងទេយើងសួរមិនវាឲ្យអញ្ចឹងដល់ពេលយើងមិនចេះសួរហើយយើងវាឲ្យមកមិនត្រូវអ្វីដែលយើងចង់បាននេះចាប់ដើមទាល់គំនិតហ្មងអត់ដឹងថាត្រូវធ្វើមិនទៀតទេព្រោះសួរមកឆ្លើយអត់ដូចចិត្តឯងគិតថាវាប្រកែដល់ពេលចេញមកអញ្ចឹងមិនដឹងអាណានាំអាណាទៅណាវាវល់ទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងហើយបានជាទីមទីឲ្យយើងប្រកែក្នុងការសួរវាដែរឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយក prompt ទី6របស់ខ្ញុំមួយដែលខ្ញុំដកស្រង់ចេញពីមេរៀនដែលខ្ញុំចងក្រងសម្រាប់ AI ធ្វើតុក្កតាតាមរយៈ AI ផុសក្នុង YouTube ហ្នឹងមកចែកម្លែកដល់បងប្អូនអ្នកគ្នាមួយទៀតឧទាហរណ៍បាទអញ្ចឹងខ្ញុំយកទី6របស់ខ្ញុំបាទទី6របស់ខ្ញុំ copy ពងហើយខ្ញុំយកវាមកផាសនៅកន្លែងនឹងទៀតបាទផាសនៅកន្លែងនឹងទៀតអញ្ចឹងវាទៅសេមកច្រើនណាស់ប៉ុន្តែអីដែលខ្ញុំនេះខ្ញុំគ្រាន់តែយកអានេះមួយទេបងប្អូនគ្នាខ្ញុំយកអានេះមួយនេះអូខេអញ្ចឹងខ្ញុំយកតែមួយនេះមួយទេបាទអញ្ចឹងខ្ញុំយក copy បាច់មកហើយបងប្អូនអ្នកគ្នាខ្ញុំយកវាមកផាសកន្លែងនេះដោយសារខ្ញុំចងហើយបងប្អូនអ្នកគ្នាអញ្ចឹងអត់ពិបាកអីបងប្អូនគ្រាន់តែយកអាចំណងជើងហ្នឹងមកផាសកន្លែងហ្នឹងពងមកអញ្ចឹងបងប្អូនមើលនេះ auto write metadata that make the video ហៅថា algorithm friendly parent trustworthy for YouTube Kids អញ្ចឹងបងប្អូនឃើញទេទៅសេគេហៅថាធ្វើម៉េចឲ្យវីដេអូហ្នឹង algorithm យល់វាថាល្អសម្រាប់ algorithm ចេញទៅឲ្យអាណាព្យាបាលជឿនឹងឲ្យលោតនៅក្នុងអា YouTube Kids ហ្នឹងណាបងប្អូនគ្នាបាទអញ្ចឹងខ្ញុំបញ្យល់ត្រួសទេបាទក្នុងនាមអ្នកឯងជាអ្នកមានបទពិសោធន៍ឬក៏ឯកទេសខាងSEO របស់ YouTube ក្មេងហ្នឹងជួយធ្វើមកថ្មីនេះវាបញ្យល់មកបងប្អូនគ្នាឃើញទេបញ្យល់ចំណងជើងបញ្យល់អីធ្វើមកគឺវាបញ្យល់ក្បោះក្បាយខ្លាំងមែនតើអញ្ចឹងសួរថាតើយើងទៅអាចគិតទៅសេអញ្ចឹងបានអត់អាចបានប៉ុន្តែចាយពេលនឹងស្រាវជ្រាវច្រើនប៉ុន្តែវាមានស្រាប់អញ្ចឹងបងគាត់ថា copy paste ដូចខ្ញុំធ្វើមិញហ្នឹងមិនកាន់តែស្រួលហ្មងទៅអត់អូខេអញ្ចឹងខ្ញុំចុចបញ្ជូនពងបាទខ្ញុំបញ្ជូនពងនេះខ្ញុំអត់ដែរទៅលំអិតថាតើ prompt នឹងទៅសេមិនផងឃើញទេវាចេញមកខ្វាច់មកបងប្អូនគ្នាអញ្ចឹងនេះ description អ្នកឯងគួរទៅសេចែក hashtag អ្នកឯងគួរប្រើពាក្យនេះបាទ tag ដែលអ្នកឯងគួរ tag ទៅពាក្យវានេះអា key search យើងណាវានឹង load មកចែកបាទ playlist strategy នេះបែបនេះឃើញទេគ្រាន់តែកម្រិតនៃការសួរខុសគ្នាធ្វើឲ្យចម្លើយដែលវាឲ្យមកយើងក៏ខុសគ្នាបាទអូខេអញ្ចឹងវីដេអូនេះដូចជាវែងហើយខ្ញុំគិតថាជាប្រយោជន៍ដល់បងប្អូនអ្នកគ្នាហើយខ្ញុំចង់បញ្ជាក់ដែរថាបើសិនជាបងប្អូនចង់បានលទ្ធផលល្អពី AI ទាំងអស់ហ្នឹងមិនថា AI មួយណាទេតើបងប្អូនបកកែសួរវាដែរហើយវិធីផ្គុំ prompt អីទាំងអស់ហ្នឹងក៏ខ្ញុំមានវីដេអូដែលខ្ញុំបានបង្ហាញមុនហ្នឹងឬក៏អញ្ចឹងបងប្អូនអាចទៅស្រាវជ្រាវពីកន្លែងប្រភពណាក៏បានដែរស្រាញតែបងប្អូនអ្នកគ្នាហើយសង្ឃឹមថាវាជាប្រយោជន៍ដល់បងប្អូនអ្នកគ្នាហើយជួបគ្នានៅវីដេអូក្រោយអរគុណច្រើនបាយបាយ